សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់មកឆ្លើយសំណួរបងអូនប្រុសម្នាក់ដែលគាត់សួរអំពីការខូចប្រវត្តិបងសងរបស់គាត់ដែលគាត់ឈុលខ្លួនបងរំលោះទូរស័ព្ទនៅកន្លែងមួយហើយគាត់បងឲ្យបានទៀងទាត់ធ្វើឲ្យយឺតឆ្លងខែឆ្លងអីចឹងទៅច្រើនខែអញ្ចឹងគាត់មានអារម្មណ៍ថាស្ដាយក្រោយមែនទែនដែលគាត់ធ្វើវាទៅធ្វើឲ្យប៉ះពាល់ដល់ credit របស់គាត់នៅពេលបច្ចុប្បន្នដែលគាត់ចង់យកកម្ចីសំលមមួយអត់អាចយកបាននឹងជាបទពិសោធន៍មួយដែលខ្ញុំគិតថាយើងគួរតែគុំឲ្យមានអីល្អជាងបើសិនជាបងប្អូនដែលកំពុងស្ដាប់អត់ទាន់មានការប្រើប្រាស់បំណុលណាមួយទេឬក៏កំពុងប្រើប្រាស់ជាយាមថែរក្សា credit ខ្លួនឯងបានល្អពីព្រោះវិស័យហិរញ្ញវត្ថុនេះវានៅក្បែរយើងរហូតយើងរាល់ថ្ងៃរស់នៅជាមួយលុយរស់នៅជាមួយនឹងការប្រើប្រាស់ផ្សេងដែលពាក់ព័ន្ធជាមួយប្រព័ន្ធ digital ផ្សេងអញ្ចឹងការប្រើប្រាស់បណ្ណទានឬក៏ credit របស់យើងនេះគឺសំខាន់មែនទែនគួរតែថែរក្សាវាឲ្យបានល្អសម្រាប់យោបល់ខ្ញុំជាមួយបងប្រុសខ្ញុំគិតថាបងគួរតែកុំយកកម្ចីណាដែលជាសាច់ប្រាក់មកប្រើប្រាស់ខ្ញុំគិតថាក្នុងកំឡុងពេលនេះអាចនឹងពិបាករកស្ថាប័នដែលអាចជួយបងបានណាស់ហើយបើសិនបងទៅយកឯកជនបងរត់តែធ្ងន់កមានន័យថាបងអត់អាចសាង credit មកវិញទេតែបងលងលក់ជាមួយនឹងកម្ចីដែលការប្រាក់ខ្ពស់ធ្វើឲ្យបងខូច credit ទៀតធ្វើឲ្យបងកាន់តែធ្លាក់ credit ហើយការប្រើប្រាស់អំណោយបងគឺក្នុងស្ថានភាពមួយអត់សូវល្អប្រហែលទេអាចនឹងពិបាកខ្លាំងជាងមុនទៀតតែបើវិធីសាស្ត្រល្អហ្មងវិធីសាស្ត្រមាន2ខ្ញុំនិយាយទី1សិនទី1គឺបងប្អូនត្រូវតែទៅរកកម្ចីបង់រំលោះនៅទីតាំងណាមួយដែលអាចផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធ CBC ដូចជាបង់រំលោះនៅស្ថាប័ន Eon អមតៈឬក៏ស្ថាប័ន Micro ណាដែលមានសហការជាមួយនឹងហាងម៉ូតូហាងទូរស័ព្ទហាងឡានណាដែលយើងគិតថាយើងអាចទៅសាក់លបងបានណាដែលគេអាចសម្របសម្រួលយើងបានហើយយើងព្យាយាមសាង credit ឡើងវិញយើងព្យាយាមបង់ទិន្នន័យយើងឲ្យល្អឡើងវិញពីព្រោះបើសិនជាយើងមិនធ្វើបែបនេះទេយើងអាចមានទិន្នន័យថ្មីទំព័រថ្មីសម្រាប់ឲ្យខ្លួនឯងទេទំព័រ credit ល្អឲ្យខ្លួនឯងអត់មានហើយគឺអូនមិនអាចទៅយកកម្ចីណាបន្តទៀតបានទេបច្ចុប្បន្នបងអូនថាអាយុ20ជាងបងអូនអត់ទាន់មានបទពិសោធន៍ជីវិតច្រើនបងអូនអត់ទាន់ចាប់ឱកាសអាជីពអីធំឬក៏វិនិយោគអីធំដែលត្រូវប្រើប្រាស់លុយច្រើនអញ្ចឹងពេលនេះបងអត់ទាន់មានអារម្មណ៍ស្ដាយច្រើនខ្លាំងទេនៅពេលដែលបងអូនត្រូវការលុយចាំបាច់ហើយបងអូនអាចមានអ្នកណាពឹងពាក់បានបងអូនមានតែខាងធនាគារឬក្រុមហ៊ុនហិរញ្ញវត្ថុទៅពេលនោះបងអូនមានអារម្មណ៍ថាហេតុអីពេលមុនគ្រាន់តែលុយបន្តិចបន្តួចសោះធ្វើឲ្យយើងខូច credit មកដល់ពេលនេះមានបញ្ហាដល់ពេលនេះហើយកុំគិតថាទិន្នន័យនឹងគេលុបគេអត់លុបទេទិន្នន័យនឹងវាជាដូចជាទំព័រនៃជីវិតយើងមកតង់អញ្ចឹងគឺយើងចប់ស្ថាប័នមួយហ្នឹងយើងចូលស្ថាប័នមួយទៀតចប់ស្ថាប័នមួយទៀតចូលស្ថាប័នមួយទៀតអញ្ចឹងគេ report ទិន្នន័យនឹងសរសេរនៅក្នុងរបាយការណ៍ CBC នឹងបន្តគ្នារហូតអញ្ចឹង credit របស់យើងគឺនៅជាប់អញ្ចឹងរហូតតែបើសិនជាយើងទៅចាប់ផ្ដើមជាមួយស្ថាប័នណាមួយដែលគេផ្ដល់ឱកាសឲ្យយើងហើយយើងអាចសាង credit ម្ដងហើយម្ដងទៀតប្រហែលកន្លែងបងអូននឹងអាចមានឱកាសឡើង credit រហូតដល់យកកម្ចីបានខ្ទង់1000ខ្ទង់10000ខ្ទង់អីចឹងទៅអាស្រ័យលើសមត្ថភាពលទ្ធភាពប្រាក់ចំណូលទ្រព្យធានានិងលទ្ធភាពផ្សេងបងប្អូនលក្ខខណ្ឌផ្សេងបងប្អូនអាហ្នឹងជាចំណុចទី1ចំណុចទី2អត់អីពិបាកទេពេលយើងខូច credit បែបនេះបើយើងខ្ជិលឈឺក្បាលជាមួយនឹងការស្នើសុំរំលោះអីផ្សេងស្នើសុំដើររកស្ថាប័នណាដើម្បីសាង credit ខ្លួនឯងគឺវិធីសាស្ត្រសូមបំផុតគឺជោគជ័យរហូតមានន័យថាតាំងពីចាប់ពីឥឡូវរហូតដល់ជីវិតចាប់ជីវិតមួយនេះគឺយើងជោគជ័យរហូតលុះត្រាតែគេផ្លាស់ប្ដូរប្រព័ន្ធ system ថ្មីចែកហ្មងអានឹងយើងអាចកសាងអី credit ឡើងវិញអីចឹងទៅលែងមានតនន័យ record ពីមុនទៅអាចលែងមានយើងអាចសាង credit ឡើងវិញ
តែបើគេនៅតែយកប្រព័ន្ធ CBC ជាគោលសិក្សាទៅលើប្រវត្តិរបស់យើងទេខ្ញុំគិតថាបងអូនពិបាកខ្លាំងហើយអញ្ចឹងអានេះជាការចែករំលែកមួយសម្រាប់បងអូនដែលត្រូវគួរធ្វើអីនៅថ្ងៃខាងមុខទៀតដើម្បីឲ្យមាន credit ឡើងវិញហើយជាសារចែករំលែកមួយសម្រាប់បងអូនក៏ដូចជាអ្នកស្ដាប់ទាំងអស់គ្នាបើគាត់ថាល្អទទួលយកចុះបើអត់ល្អទេចោលទៅតែជារូបមន្តមួយដែលខ្ញុំគិតថាវាចំណេញបងប្អូនអរគ្នាគឺមុននឹងយើងប្រើប្រាស់កម្ចីយើងមើលលទ្ធភាពខ្លួនឯងច្បាស់មានន័យថាមើលចំណូលខ្លួនឯងឲ្យច្បាស់ថាចំណូលយើងប្រចាំថ្ងៃឬក៏ប្រចាំអាទិត្យឬក៏ប្រចាំខែរបស់យើងហ្នឹងប្រហែលយើងត្រូវដឹងថាមួយខែយើងអាចមានលុយប្រហែលអញ្ចឹងណាយើងទូទាត់ដកការចាយវាយដកសម្ភារៈផ្សេងដកថ្លៃដើមផ្សេងដកគ្រប់យ៉ាងឲ្យអស់ហើយតើយើងអាចសល់ប្រហែលយើងត្រូវមើលកន្លែងហ្នឹងហើយពេលយើងដឹងថាខ្លួនឯងសល់ប្រហែលហើយចាំយើងគិតថាខ្លួនឯងអាចខ្ចីធនាគារក្នុងកម្រិតណាមួយនៃប្រាក់ចំណូលរបស់យើងឧទាហរណ៍ថាយើងចង់ខ្ចីធនាគារយើងចំណូលយើង$1000ចំណូលជាប្រាក់ខែចុះងាយយល់អញ្ចឹងចំណាយក្នុងគ្រួសារយើងមានពាក្យប្រិយប្រពន្ធឯចាយអស់500អញ្ចឹងនៅសល់500ពាក្យប្រិយប្រពន្ធយើងចាយសំចាយទៅវាអាចមួយខែអស់ខ្ទង់4ទៅ500អញ្ចឹងសល់500អញ្ចឹង500ហ្នឹងកុំយកទៅបង់ធនាគារទាំងអស់ត្រូវចាំបងប្អូនអរគ្នាកុំយកទៅបង់ធនាគារទាំងអស់យើងបង់ត្រឹមតែ200ទៅ250បានហើយត្រូវទុក250ជាលុយសន្សំរបស់យើងពេលដែលមានបញ្ហាឈឺថ្កាត់ពេលដែលមានបញ្ហាបន្ទាន់អីមួយយើងអាចមានលុយសន្សំនៅក្នុងខ្លួនទើបយើងវាមានសុវត្ថិភាពក្នុងការរស់នៅឬក៏សុវត្ថិភាពផ្នែកហិរញ្ញវត្ថុតែបើយើងយកទៅប្រើប្រាស់អស់នោះយើងនឹងពិបាកនៅពេលដែលយើងត្រូវការចាំបាច់ក្នុងខណៈណាមួយដែលយើងមើលអត់ឃើញអញ្ចឹងបើយើងមានចំណង1000ចំណាយគ្រួសារយើងគិតថាអស់ខ្ទង់4ទៅ500យើងសល់500យើងយកកម្ចីណាដែលបង់ត្រឹម200ទៅ250បានហើយអញ្ចឹង200ទៅ250មិនមែនធម្មតាទេបងប្អូនបើយើងយកកម្ចីនៅស្ថាប័នដែលឲ្យរយៈពេលយើងវែងវិញណាអាចខ្ចីបានដល់ខ្ទង់10000ទៅ10000ទៀតហ្នឹងហើយបើសិនជាបងប្អូនក៏យកប្រើប្រាស់ផ្ទាល់ខ្លួនឯងមកមានប្លង់ដាក់ធានាអីត្រឹមត្រូវទៅធានាគារមួយចំនួនឲ្យរយៈពេលបានដល់10ឆ្នាំវិញបងប្អូនអាចខ្ចីបានពីខ្ទង់10000ទៅ10000ជាងអញ្ចឹង10000ទៅ10000ជាងបងប្អូនយកចាយវាយប្រើប្រាស់តាមតម្រូវការគោលដៅរបស់បងប្អូនបើសិនជាយកវិនិយោគទៅវាត្រូវបងប្អូនរីកដុតដាច្រើនបើយកទៅធ្វើអាជីវកម្មទៅរីកចម្រើនបងប្អូនរីកដុតដាច្រើនតែបងប្អូនយកទៅធ្វើអីមួយដើម្បីតែភាពលោឆាយអីខ្លួនឯងហ្នឹងជារឿងបងប្អូនបន្ថែមទៀតតែគាត់ខ្ញុំចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងការបង់ធនាគារគឺយើងត្រូវមានវិធីសាស្ត្រក្នុងការពិចារណាអញ្ចឹងមានន័យថាដកអាការចំណាយផ្សេងរបស់យើងឲ្យអស់ទាំងការចាយវាឲ្យអស់ធ្វើម៉េចការបង់របស់យើងហ្នឹងឲ្យត្រឹមដល់ពាក់កណ្ដាលនៃលុយសន្សំរបស់យើងមានថាលុយយើងចាយវាឲ្យមកឆ្អែតមកឆ្ងាញ់អីក្នុងនេះហើយយើងគិតថាត្រូវសំបាន500តែដល់ពេលយើងត្រូវយកកម្ចី10000មកជាងយើងត្រូវសំ1250បានហើយត្រូវបង់1250បានហើយបង់1250ឬក៏200ចុះអាហ្នឹងធ្វើឲ្យសុខភាពហិរញ្ញវត្ថុយើងល្អមានថាទោះយើងខែណាមួយយើងបាត់បង់ការងារបាត់បង់ចំណូលអីខ្លះក៏យើងអាចមានអាលុយសន្សំរបស់យើងទៅបង់បានដែរអត្ថន័យកន្លែងហ្នឹងគឺអញ្ចឹងយើងអាចទុកឲ្យមានចន្លោះសុវត្ថិភាពឲ្យខ្លួនឯងតែបើយើងអត់មានទុកចន្លោះសុវត្ថិភាពឲ្យខ្លួនឯងទេបងប្អូនអាចនឹងពិបាករ៉ាំរ៉ៃដោយប្អូនមួយដែលបានសួរសំណួរអញ្ចឹងគាត់អាចមានបញ្ហាបែបហ្នឹងធ្វើឲ្យគាត់មានវិបត្តិរហូតដល់ថ្នាក់ខូច credit មកដល់បច្ចុប្បន្នអញ្ចឹងនេះជាការបកស្រាយមួយនឹងការផ្ដល់នៅវិធីសាស្ត្រល្អមួយសម្រាប់បងប្អូនអរគ្នាដើម្បីឲ្យការប្រើប្រាស់អនុទានរបស់បងប្អូនអរគ្នាមានភាពល្អប្រសើរហើយយកប្រើទៅវាអត់ចេះខូចហើយពេលដែលបងប្អូនអរគ្នាប្រើអនុទានអត់ចេះខូចបងប្អូនអរគ្នាចំណេញច្រើនអាចទទួលបានឱកាសវិនិយោគបន្តទៅទៀតអាចមានឱកាសសហការជាមួយខាងធនាគារផ្សេងជាច្រើនទៀតពេលcreditយើងល្អបងប្អូនអរគ្នាខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនអរគ្នាដឹងថាសក្តានុពលរបស់បងប្អូនអរគ្នាដែលមាន credit ល្អហ្នឹងគឺអស្ចារ្យប៉ុណ្ណាគឺបងប្អូនអរគ្នាអាចមានសិទ្ធិក្នុងការមិនមែន
យើងដើរសុំធនាគារនេះគ្រប់កន្លែងទេគឺយើងមានសិទ្ធិហ្មងថាខ្ញុំចង់បានធនាគារនេះឯងអញ្ចឹងយើងត្រូវទៅស្នើសុំគេធ្វើឯកសារឲ្យឯកសារគេគ្រប់គ្រាន់ធ្វើរៀបរាប់បានល្អផ្សាយមួយគេទៅគេឲ្យហើយពីព្រោះគេយើងល្អលទ្ធភាពយើងមានគ្រប់គ្រាន់យើងសិក្សាខ្លួនឯងច្បាស់លាស់ថាយើងអាចទៅរួចគេអត់ខ្លាចអីឲ្យទេគេត្រូវការមនុស្សច្បាស់លាស់ដូចយើងអញ្ចឹងគេត្រូវការមនុស្សដែលមានការគិតគូរពីផែនការហិរញ្ញវត្ថុច្បាស់អញ្ចឹងព្រោះមកផ្សេងលុយគឺពាក់ព័ន្ធមួយហិរញ្ញវត្ថុយើងចេះគិតពីហិរញ្ញវត្ថុរបស់ខ្លួនឯងគេមិនសូវឈឺក្បាលក្នុងការមកជួយគិតឲ្យយើងព្រោះហងៃខាងមន្ត្រីអន្តៀនឬខាងបុគ្គលិកធនាគារគាត់ជួយសិក្សាយើងហ៎មុននឹងហ៊ានឲ្យកម្ចីយើងមួយពេលខ្លះគាត់អាចឆ្លោះឆ្លួយខ្លះដោយសារតែការនិយាយពាក្យបំពិតអីពីយើងប្រាប់ទៅកម្មគាត់ឬក៏ពេលខ្លះដោយសារតែវិបត្តិសេដ្ឋកិច្ចអីធ្លាក់ចុះមកប្រើទៅធ្វើឲ្យការកណនីរបស់គាត់មានការប្រែប្រួលខ្លះអាហ្នឹងវាតែងតែមានហើយអញ្ចឹងសម្រាប់ការងារនេះខ្ញុំចង់និយាយថាពេលដែលយើងមានភាពច្បាស់លាស់យើងយល់ពីកលឹះទិញអញ្ចឹងធ្វើឲ្យយើងប្រើប្រាស់កម្ចីប្រើប្រាស់អនុទានហ្នឹងទៅវាត្រូវ standard ហ្នឹងអញ្ចឹងខ្ញុំអត់មានអីច្រើនក្នុងការបង្ហាញបន្តទៀតទេគាត់ចង់ចែកលេខទៅបងប្រុសម្នាក់ដែលគាត់មានសំណួរទៅចំណុចហ្នឹងគឺត្រូវតែរកដៃគូស្ថាប័នណាមួយដើម្បីចាត់ការទៅដើម្បីឲ្យខ្លួនឯងសាងគ្រីឌីតឡើងវិញបន្តឱកាសក្នុងការអភិវឌ្ឍគ្រីឌីតខ្លួនឯងឡើងវិញព្រោះថ្ងៃក្រោយមើលអត់ឃើញទេថាយើងត្រូវតែចាប់ដៃគូមួយស្ថាប័នណាបន្តទៀតដើម្បីឲ្យស្ថានភាពហិរញ្ញវត្ថុរបស់យើងឬក៏ការវិនិយោគការរកស៊ីរបស់យើងទៅមុខយូរវែងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអរគុណបងប្អូនគ្នាដែលចំណាយពេលក្នុងការទទួលយកព័ត៌មាននិងចំណេះដឹងបច្ចេកវិទ្យាពីខាងខ្ញុំហើយមានកន្លែងណាខុសតអីសូមកាន់តែអធិស្ឋានផងក៏ជាការចែករំលែកដើម្បីឲ្យមានព័ត៌មានច្រើនទាំងអស់គ្នាហើយមានកន្លែងណាខ្វះខាតបងប្អូនអាចជួយខមមិនមកបន្ថែមអរគុណជូនពរសុខសប្បាយនិងរីកចម្រើនដល់អ្នកគ្នា